ជាមួយនឹងជើងមាន់ណាគឺងាយស្រួលណាស់ក្នុងការច្នៃមុខម្ហូបបងប្អូនសឹងតែច្នៃគ្រប់មុខហ្មងមិនថាយើងយកតែខជើងមាន់ស្ងោរជ្រក់ឬក៏យកលីងអំបិលម្ទេសដូចខ្ញុំចេះទៀតណាគឺថាញ៉ាំទៅដឹងកលិតដៃហ្មងរសជាតិបែបប្រៃផ្អែមណាហើយចំពោះជើងមាន់ហ្នឹងតម្លៃនៅលើទីផ្សារគឺអត់ថ្លៃទេបងប្អូន1គីឡូតាម10000តិចតួចទេហើយខ្ញុំប្រើថ្ងៃនេះគឺមានចំនួនកន្លះគីឡូហើយចំពោះការកាត់វិញណាគឺយើងកាត់យកតូចៗល្មមដូចខ្ញុំអញ្ចឹងណាដើម្បីងាយស្រួលពេលដែលយើងដាក់គ្រឿងផ្សំចូលទៅគឺវាឆាប់នឹងចូលជាតិគ្នាបានល្អចាស់តោះឲ្យលងាកទៅមើលការធ្វើជាមួយខ្ញុំទាំងអស់គ្នាថាតើការលីងជើងមាន់អំបិលម្ទេសរបស់ខ្ញុំនេះធ្វើបែបណាចំពោះគ្រឿងផ្សំដែលត្រូវសំខាន់ជាងគេនោះគឺមានជាមួយនឹងខ្ទឹមសហើយនិងម្ទេសបរិមាណម្ទេសបងប្អូនឯងដាក់តិចឬច្រើនតាមចំណង់ចំណូលចិត្តបានគឺយើងបុកខ្ទឹមហើយនិងម្ទេសនឹងធ្វើមិនឲ្យវាបែកម៉ត់លំប៉ុណ្ណឹងមិនណាបើចាំឲ្យម៉ត់ពេកទេបន្ទាប់ពីយើងបុកបានប៉ុណ្នេះហើយយើងដួសវាទុកមួយឡែកសិនចំពោះខ្ទឹមមកបងប្អូនប្រើច្រើនមិនណាដើម្បីពេលដែលយើងលីងទៅគឺក្លិនឈ្ងុយបានល្អជើងមាន់ខ្ញុំគិតថាកាត់ទំហំប៉ុនខ្ញុំមកដើម្បីងាយស្រួលមិនថាយើងក្លុកជាមួយនឹងម្សៅឬក៏យើងទៅក្លុកជាមួយនឹងគ្រឿងផ្សំអីផ្សេងទៀតទេគឺវាឆាប់នឹងចូលជាតិបានល្អចំពោះជើងមាន់នេះខ្ញុំប្រើចំនួនកន្លះគីឡូប្រើជាមួយនឹងម្សៅបំពងនេះចំនួន2ស្លាបព្រាបាយពេញពេលដែលយើងដាក់ម្សៅបំពងនោះចូលទៅក្លុកជាមួយនឹងជើងមាន់គឺយើងក្លុកប្រហែលជា4ទៅ5ដងអីទៅដើម្បីឲ្យជើងមាន់នោះវាខាំជាប់ជាមួយនឹងម្សៅចាចំពោះការបំពងរបស់ខ្ញុំនេះគឺខ្ញុំប្រើពេល2ដងបំពងលើកទី1គឺខ្ញុំប្រើពេលប្រហែលជា10នាទីអីទេគឺខ្ញុំចាប់ដើមស្រង់ជើងមាន់នោះចេញមកខាងក្រៅទុកវាឲ្យត្រជាក់និយាយទៅបំពងលើកទី1នេះគឺយើងយកឆ្អិនត្រឹមតែ 50% អីទេបងប្អូនពេលដែលវាឡើងលឿនប៉ុណ្ណេះហើយគឺយើងអាចស្រង់ចេញបានហើយនិយាយទៅការបំពងជើងមាន់នេះពេលដែលយើងប្រើជាមួយនឹងម្សៅបំពងណាគឺអត់ផ្ទុះខ្លាញ់មកខាងក្រៅទេណាបងប្អូនគឺងាយស្រួលមែនទែនជើងមាន់បំពងលើកទី1នេះភ្លេចប្រាប់បងប្អូនថាការប្រើភ្លើងគឺយើងអត់ប្រើជាមួយនឹងភ្លើងខ្លាំងពេកទេយើងប្រើភ្លើងមកល្មមបានទេណាមើលថាវាឡើងក្រៀមប៉ុណ្ណេះហើយយើងអាចស្រង់វាចេញទុកឲ្យត្រជាក់សិននៅពេលដែលយើងទុកវាត្រជាក់បានល្អហើយងាកមកដាក់បំពងជាលើកទី2ចំពោះការបំពងលើកទី2គឺខុសពីលើកទី1បងប្អូនដោយសារតែយើងប្រើប្រេងនឹងឲ្យក្តៅខ្លាំងហើយចាក់ជើងមាន់នឹងចូលទៅបំពងតែម្ដងនៅពេលដែលយើងប្រើភ្លើងខ្លាំងហើយប្រេងក្តៅទៀតណាដាក់ជើងមាន់ទៅបំពងលើកទី2បែបនេះគឺធ្វើឲ្យជើងមាន់ចេញមកគឺស្រួយហើយឡើងពណ៌លឿងស្អាតណារួចខ្ញុំក៏បានស្រង់ជើងមាន់នេះទុកវាឲ្យស្រស់ខ្លាញ់សិនកាលណាយើងស្រង់វាទុកស្រស់ខ្លាញ់ហើយពេលដែលយើងយកទៅក្លុកជាមួយនឹងគ្រឿងផ្សំវាឆាប់នឹងចូលជាតិហើយសាច់ជើងមាន់នេះមើលស្រួយទៀតចំពោះការធ្វើជាលើកទី3នេះគឺយើងចាក់ប្រេងនឹងឲ្យក្តៅយើងចាប់ផ្ដើមយកខ្ទឹមហើយនិងម្ទេសដែលយើងបុកមិញហ្នឹងណាយកមកលីងនៅក្នុងខ្លាញ់ហ្នឹងធ្វើមិនឲ្យក្លិនឈ្ងុយសិនយើងលីងហ្នឹងមិនចង់ឲ្យក្រៀមទេបងប្អូនមើលថាវាឡើងក្លិនឈ្ងុយហើយយើងគៀសវាទៅម្ខាងថែមចូលជាមួយស្ករត្នោតហ្នឹងចំនួនកន្លះស្លាបព្រាបាយចំពោះការលីងជាមួយនឹងអំបិលម្ទេសហ្នឹងគឺយើងប្រើជាមួយស្ករត្នោតទៅក្លិនឈ្ងុយហើយពណ៌ស្អាតពេលដែលយើងដាក់គ្រឿងផ្សំចូលបន្ថែមមើលក្រោយនេះទៀតបងប្អូនគួរតែបន្ថយភ្លើងកុំឲ្យប្រើភ្លើងខ្លាំងជៀសវាងកុំឲ្យទឹកសុះដែលយើងដាក់គ្រឿងផ្សំចូលហ្នឹងវាទៅឆាប់ខ្លោចគ្រឿងផ្សំដែលយើងត្រូវដាក់ចូលហ្នឹងមានដូចជាទឹកត្រីម្សៅស៊ុបប៊ីចេងហើយនិងទឹកប្រេងខ្យងរួចហើយយើងកូរគ្រឿងក្រៅទាំងអស់នេះឲ្យវារលាយឆ្ងាយជាល្បាយតែមួយសិនចាំដាក់ជើងមាន់បំពងមកហ្នឹងចូលទៅក្លុកម្សៅទៀតការក្លុកជើងមាន់ជាមួយនឹងទឹកគ្រឿងផ្សំហ្នឹងណាបងប្អូនគឺយើងអត់ប្រើភ្លើងខ្លាំងដូចគ្នាយើងប្រើភ្លើងតិចបានហើយណាជៀសវាងកុំឲ្យទឹកសោះហ្នឹងវាឆាប់នឹងរីងគឺធ្វើឲ្យជើងមាន់របស់យើងវាអត់ចូលសប់បានល្អចាចំពោះការក្លុករបស់ខ្ញុំនេះគឺអត់សូវប្រើពេលយូរហ្មងទេខ្ទង់ប្រហែលជា2ទៅ3នាទីអីទេជើងមាន់ហ្នឹងក៏បានចូលសប់ជាមួយនឹងទឹកគ្រឿងផ្សំដែរចាចំពោះរសជាតិហ្នឹងដូចខ្ញុំបញ្ជាក់អញ្ចឹងពេលដែលយើងធ្វើហើយគឺញ៉ាំជក់មាត់មែនទែនដោយសារតែសាច់ជើងមាន់ខាងក្រៅស្រួយរីឯរសជាតិគេបែបប្រៃផ្អែមទៀតណាញ៉ាំមួយម៉ាត់ទៅគឺឆ្ងាញ់ខ្លាំងណាស់អញ្ចឹងហើយសម្រាប់មួយមុខនេះបងប្អូនគួរតែសាកធ្វើញ៉ាំដោយសារតែរសជាតិឆ្ងាញ់អញ្ចឹងហើយមិនចង់ឲ្យបងប្អូនមើលរំលងទេមួយមុខហ្នឹងហើយចំពោះការធ្វើក៏ងាយស្រួលរីឯចំណាយលុយទិញវិញណាក៏អស់តិចតួចទៀតពេលដែលយើងធ្វើចំនួនកន្លះគីឡូហ្នឹងយើងអាចញ៉ាំគ្នាពី2នាក់ទៅ3នាក់អីអញ្ចឹងហើយថ្ងៃចុងសប្តាហ៍បើសិនជាបងប្អូនដឹងធ្វើអីញ៉ាំជុំគ្នាងាយឡើងទេអាចសាកមួយមុខនេះបានណាចាសម្រាប់ការបង្ហាញមុខម្ហូបរបស់ខ្ញុំថ្ងៃនេះគឺមានការបង្ហាញតែប៉ុណ្្នឹងទេថ្ងៃស្អែកជួបគ្នាសាជាថ្មីម្ដងទៀតអរគុណ